សង្គ្រាមលើកនេះមិនធម្មតាទេមិនមែនត្រឹមតែវាយទប់នោះទេយើងត្រូវវាយបកថែមទៀតផងសូមបងកងកម្លាំងទាហាននៅឯជួរមុខប្រមូលស្មារតីនិងត្រៀមឲ្យរួចជាស្រេចនេះជាសម្ដីរបស់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនដែលជាឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខបានផ្ដាំទៅដល់បងកងពលទាហាននៅឯជួរមុខសូមពង្រឹងស្មារតីឡើងយើងមិនត្រឹមតែវាយទប់នោះទេយើងត្រូវតែវាយបកថែមទៀតផងសង្គ្រាមលើកនេះមិនធម្មតាទេដោយសារតែគេក៏គ្រឹះថ្មិញដាក់យើងដែរដូច្នេះយើងក៏ពុំអាចតិចដាក់គេបានទៀតនោះទេបើសិនជាគេមកយើងមានតែទៅឥឡូវនេះដំណាក់កាលមួយដែលកំពុងតែតានតឹងអញ្ចឹងហើយយើងត្រូវតែត្រៀមឲ្យបានគ្រប់គ្នាមិនថាទាហានជួរមុខជួរក្រោយជួរកណ្ដាលក៏ដោយឲ្យតែមានសង្គ្រាមត្រូវតែត្រៀមត្រូវតែប្រមូលស្មារតីឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់ជានិច្ចផងដែរបងប្អូនប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីឃើញថាសម្ដេចតេជោហ៊ុនសែនដែលជាឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខសម្ដេចបានចុះជួបសម្ដេចសំណាលនិងពិភាក្សាជាមួយនឹងកងកម្លាំងកងទ័ពក៏ដូចជាមេបញ្ជាការធំនៅឯតំបន់ជួរមុខនៃសមរភូមិហើយក្នុងនោះសម្ដេចក៏បានផ្ដល់អនុសាសន៍មួយចំនួនប្រាប់ទៅដល់បងកងទ័ពថាកុំខ្លាចនៅក្នុងការវាយប្រហារពីសត្រូវដែលកំពុងតែចង់ឈ្លានពានហើយសម្ដេចបានលើកឡើងបន្ថែមទៀតថាសង្គ្រាមលើកនេះមិនមែនត្រឹមតែវាយទប់លេងនោះទេគឺត្រូវតែវាយបកថែមទៀតផងដូច្នេះហើយសូមបងកម្លាំងកងទ័ពនៅឯក្រវ៉ាត់ព្រំដែននៅឯសមរភូមិមេត្តាត្រៀមឲ្យបានគ្រប់គ្នាព្រោះថាសង្គ្រាមលើកនេះមិនធម្មតាទេណាបងប្អូនដូច្នេះសង្គ្រាមលើកនេះយើងត្រូវត្រៀមទាំងអស់គ្នាបងប្អូនប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានខាងលើនេះខ្ញុំបាទមេសារាសូមធ្វើការបញ្ចប់តែប៉ុណ្្នឹងបើសិនជាខ្ញុំអាចអធិប្បាយទៅមានត្រង់ចំណុចប្រការណាមួយខុសឆ្គងលើសលុះដោយត្រង់ចំណុចប្រការណាមួយក៏សូមខន្តីនៅភ័យទោសដល់រូបខ្ញុំបាទមេសារាផងទៀតខ្ញុំបាទមេសារាសូមអរគុណនិងសូមគោរពលា